ស្ដីពុកម៉ែបងប្អូនគ្នាថ្ងៃនេះខ្ញុំមកបង្រៀនបងប្អូនបង្កើត page ឲ្យត្រូវស្តង់ដារសុទ្ធ 100% បងប្អូនគ្នាហើយ page ខ្ញុំសុំទោសអ្នកដែលចេះអ្នកមិនទាន់ចេះមើលវីដេអូនេះមិនខុសបំណងទេបងប្អូនគ្នាខ្ញុំហ៊ានធានាថាបងប្អូនបង្កើត page ភ្លាមមិនមានអ្នក follow សោះបងប្អូនផុសភ្លាមក៏មានអ្នកមើល2-300នាក់ដែរបងប្អូនគ្នាអាហ្នឹងសម្រាប់បង្កើត page ដំបូងដៃថ្មីបងប្អូនគ្នាហើយដូចខ្ញុំនិយាយចឹងខ្ញុំសុំទោសអ្នកដែលចេះអ្នកមិនទាន់ចេះមើលវីដេអូនេះសិនចឹងបងប្អូនគ្នាហើយ page មិនពិបាកបង្កើតទេបងប្អូនតែអ្វីដែលពិបាកខ្លាំងបំផុតគឺការរៀបចំ page ហ្នឹងតែម្ដងដាក់ទីតាំងដាក់ location ដាក់ស្អីហ្នឹងគឺបើយើងមិនចេះទេគឺផុស 2-3 ឆ្នាំទៀតដឹងមានអ្នកមើលឲ្យអត់ផងខ្ញុំហ៊ានធានាដោយសារតែខ្ញុំមានបទពិសោធន៍បានខ្ញុំនិយាយចេញបានខ្ញុំធ្វើចេញបងប្អូនគ្នាអញ្ចឹងបងប្អូនមើលអត់ទាន់បងប្អូនសារដើមមកវិញអញ្ចឹងបងប្អូនបញ្ជាក់ទៀតតោះឥឡូវមកមើលខ្ញុំទាំងអស់គ្នាខ្ញុំមកប្រាប់លម្អិតឲ្យបងប្អូនមើលស្រួលយល់ស្រួលចាំអ្វីដែលសំខាន់ហ្នឹងគឺបងប្អូនយកចិត្តទុកដាក់ក្នុងការធ្វើវីដេអូតោះឥឡូវយើងទៅមើលទាំងអស់គ្នាហ្នឹងហើយយើងដាក់ឈ្មោះហើយអញ្ចឹងវាលោតមកកន្លែងហ្នឹងបងប្អូនអរគ្នាកន្លែងហ្នឹងសំខាន់មែនទែនបើសិនជាបងប្អូនដាក់អញ្ចឹងហើយបងប្អូនចុចទៅវាអត់លោតទៅសញ្ញាបន្តទៀតបងប្អូនធ្វើដូចខ្ញុំបងប្អូនបិទអ៊ីនធឺណិតបងប្អូន share Wi-Fi កន្លែងនេះបងប្អូនគ្នាភាគច្រើនគឺបងប្អូនបង្កើតអត់ទៅមុខទេបណ្ដោះហើយហ្នឹងដោយសារតែវាទាមទារឲ្យយើងប្រើអ៊ីនធឺណិតធំអញ្ចឹងណាស៊ីមេយ៉ាងធំបន្តិចបង្កើត page អញ្ចឹងអ៊ីនធឺណិតបងប្អូនខ្សោយក៏បង្កើតដល់ធំហ្នឹងគឺវាអត់ទៅមុខទេវានៅគាំងស្ញាញ់ហ្មងអញ្ចឹងខ្ញុំទាមទារឲ្យបងប្អូនបង្កើត page គឺប្រើ Wi-Fi ទៅកាហ្វេ Wi-Fi ទៅគុយទាវ Wi-Fi ផ្ទះយើងក៏បានឲ្យតែ Wi-Fi បងប្អូនគ្នាអញ្ចឹងបងប្អូនកន្លែងនេះបងប្អូនដាក់ពាក់ព័ន្ធនឹង page ដែលយើងចង់ធ្វើដាក់វីដេអូ gaming អីចឹងទៅអញ្ចឹងបងប្អូនគ្នាបងប្អូនខ្ញុំនិយាយអង់គ្លេសខុសបងប្អូនខ្ញុំសូមអភ័យទោសផងបងប្អូនមើលតាមខ្ញុំក៏បានដែរបន្ទាប់មកយើងចុចអាទី2នេះខាងក្រោមនេះយើងចុចអាទី2ហ្នឹងហើយវាលោតសញ្ញានិចនៅខាងក្រោមហ្នឹងបងប្អូនចុចនិចទៀតមកបងប្អូនបាទហើយកន្លែងនេះដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងកន្លែងដែលដាក់ location ដាក់ទីតាំងដាក់អីអញ្ចឹងបងប្អូនគ្នាដាក់កូដប្រទេសដាក់ទីតាំងដាក់ location នៅណាអញ្ចឹងកន្លែងនេះយើងមិនតន់ខ្វល់ទេយើងចុចអាទី2ទីតាំងខ្ញុំសិនមកចុចកន្លែងនេះសញ្ញាពណ៌ខៀវនេះហើយខ្ញុំយកសញ្ញា easy touch បង្ហាញនេះបងប្អូនធ្វើតាមខ្ញុំបងប្អូនបាទវាលោតឲ្យយើងដាក់ profile បងប្អូនចង់ដាក់សិនក៏បានអត់ក៏បានតែខ្ញុំដាក់ហ្មងខ្ញុំអត់ចាំបាច់ដាក់ពេលក្រោយខ្ញុំធ្វើការដាក់ឡើយអញ្ចឹងបងប្អូនគ្នាហើយ profile នេះខ្ញុំដាក់រូបប្រពន្ធខ្ញុំសិនតែសារថា page ហ្នឹងខ្ញុំបង្កើតឲ្យប្រពន្ធខ្ញុំអញ្ចឹងបងប្អូនគ្នាទៅឲ្យគាត់យកវីដេអូពីគាត់លេង TikTok យកមកផុសអញ្ចឹងណាហើយ page ដែលខ្ញុំផុសបាន3សែននេះគឺ page ហ្នឹងខ្ញុំអាចទៅមកលុយបានទេបងប្អូនគ្នាវាទៅ verify ឲ្យរលុយអញ្ចឹងណាហើយ page ធំខ្ញុំផ្ទុះខ្លាំងទៅបងប្អូនគ្នាជួនកាលបាន 4M ជួនកាលបាន 2M ជួនកាល 3M ជួនកាល 200k 300k អីតាមវីដេអូយើងផ្ទុះតែអាស្រ័យទៅលើយើងចេះរៀបចំដាក់ location ដាក់ទីតាំងដូចខ្ញុំនិយាយខាងលើមកអញ្ចឹងបងប្អូនដាក់នេះហើយបងប្អូនចុចនិចទៀតមកបងប្អូនមើលខ្ញុំអញ្ចឹងអត់ឃើញសញ្ញានិចទេដោយសារតែខ្ញុំស៊ូមយកគៀកឲ្យបងប្អូនមើលស្រួលច្បាស់អញ្ចឹងវាស៊ូមទៅវាបាត់អាកន្លែងនិចហ្នឹងហើយអញ្ចឹងបើបងប្អូនបង្កើតដូចខ្ញុំទៅធ្វើតាមខ្ញុំបងប្អូននឹងឃើញសញ្ញានិចហ្នឹងហើយអញ្ចឹងបងប្អូនគ្នាហើយកន្លែងនេះគេទាមទារឲ្យយើង add friend អញ្ចឹងណាយើង add friend ម្នាក់2នាក់សិនទៅក៏បានដែរបងប្អូនមិនបាច់ add friend ច្រើនពេកទេកុំឲ្យវា spam ហើ
ហើយខ្ញុំមុនហ្នឹងខ្ញុំ friend យកតែម្នាក់ទេបងប្អូនមើលតាមខ្ញុំមួយមកបើសិនជាបងប្អូនមើលអត់តកន្លែងណាអីបងប្អូនចុចសារដើមថយក្រោយវិញអញ្ចឹងហើយអ្វីដល់កន្លែងនេះយើងបាន page មួយហើយអញ្ចឹងយើងអត់ទាន់បានជោគជ័យ 100% ទេដោយសារតែមុនហ្នឹងយើងដាក់ profile ដាក់អីចឹងណាអញ្ចឹងឥឡូវវាបាត់មុខបាត់ក្រោយអញ្ចឹងយើងចូលមកដាក់ភាសាទៀតយើងចូលមកដាក់រៀបចំ profile យើងភាសាទៀតឲ្យបានស្អាតមកហើយបងប្អូនដូចខ្ញុំនិយាយចឹងមើលអត់តទេបងប្អូនអាចធ្វើមួយសារដើមធ្វើក្រោយវិញក៏បានបងប្អូនមានទូរស័ព្ទពីរធ្វើមួយមើលមួយក៏បានដែរបងប្អូនហើយឥឡូវនេះខ្ញុំដូរដាក់សាមីដែរដោយសារតែវាបាត់ខ្លួនមកជាហៀងអញ្ចឹងណាតែឥឡូវយើងចង់ដាក់វាបានពេញចេះយើងចុចមក zoom តិចមកហើយយើងស្រែធ្វើម៉េចឲ្យស្អាតយើងមើលឃើញស្អាតគេក៏មើលឃើញស្អាតបងប្អូនគ្នាហើយយើងផុសយើងដាក់ hide ចោលអញ្ចឹងទៅពេលយើងដូរ profile យើងដាក់ hide ក៏បាន hello ក៏បានយើងដាក់ចោលអញ្ចឹងទៅវាកំពុងតែដើរបងប្អូនគ្នាហើយវីដេអូហ្នឹងខ្ញុំសុំទោសដែលអ្នកចេះហើយអ្នកមិនទាន់ចេះមើលវីដេអូហ្នឹងមិនខកម្ដងទេបងប្អូនគ្នាបាទហើយមិនងាយអ្នកមិនងាយគេបង្រៀនចំអញ្ចឹងទេបងប្អូនគ្នាទីទៀតបងប្អូនដឹងថាកន្លែងណាដែលពិបាកហើយការបង្កើតវាស្រួលទេតែការរៀបចំគឺវាពិបាកអញ្ចឹងបង្កើតបងប្អូនអាចស្រួលធ្វើទេតែកន្លែងរៀបចំដាក់ location អញ្ចឹងបងប្អូនអត់ចេះកន្លែងណាបងប្អូនមើលមួយតិចទៀតនឹងដល់ហើយនេះបងប្អូនឡើយដាក់ location ណាបងប្អូនចុចឲ្យក្រុមផ្កាយសញ្ញាចុច3ជាប់គ្នាហ្នឹងមកបងប្អូនឃើញហើយកន្លែងពិបាកបំផុតគឺកន្លែងហ្នឹងបងប្អូនអរគ្នាអញ្ចឹងខ្ញុំនិយាយទៀតថាការបង្កើត page វាស្រួលទេគ្រាន់តែដាក់តែឈ្មោះចុចនិចចុះនិចឡើងគឺបាន page មួយហើយតែការរៀបចំ page គឺវាពិបាកបើយើងអត់ចេះគឺវាពិបាកតែសម្រាប់គេស្រួលគេចេះគឺស្រួលទេបងប្អូនអរគ្នាចឹងឡើយនេះយើងដាក់វីដេអូបើអង់គ្លេសខ្ញុំមិនសូវចេះតែបើខ្មែរគេហៅអ្នកបង្កើតវីដេអូបងប្អូនចុចឡើងហ្នឹងមកយើងបានកន្លែងខាងលើហ្នឹងយើងដាក់កន្លែងសញ្ញាណាព្រួយហ្នឹងបងប្អូនអរគ្នាចាំខ្ញុំអូសមើលឲ្យណែដាក់កន្លែងព្រួយហ្នឹងមកកន្លែងហ្នឹងគឺកន្លែងសំខាន់មែនតើដាក់ location ខាងលើនេះយើងដាក់ location បងប្អូនអរគ្នាហើយបងប្អូនអត់មាន location បងប្អូនឆាតមកខ្ញុំផ្ទាល់ក៏បានបងប្អូនវាយតាមហ្នឹងក៏បានដែរ location ហ្នឹងសំខាន់មែនតើខ្ញុំដាក់បាងកកខ្ញុំដាក់នៅប្រទេសថៃដោយសារតែខ្ញុំធ្លាប់បង្កើត page 4-5ហើយដាក់ location នៅប្រទេសថៃគឺមានអ្នកមើលច្រើនសម្បីតែ page ធំខ្ញុំក៏ដាក់ location នៅថៃដែរយើងមិនមែនថាអត់ចង់ដាក់នៅភ្នំពេញនៅខ្មែរយើងទេបងប្អូនអរគ្នាតែដាក់ location នៅប្រទេសខ្មែរគឺអត់ដឹងមិនអត់សូវមានអ្នកមើលទេតែបើដាក់នៅបាងកកផុសមិនតបាន1ម៉ោងស្រួលបួលអ្នកមើល 1k 2k បាទហើយអញ្ចឹងវាបូកសំនឹង location យើងណាបងប្អូនអរគ្នាបងប្អូនមើលអត់តាន់អាចមើលមួយបងប្អូនបាទកុំសារប្រកាសណាសារយើងមើលអត់តាន់ទេហើយកន្លែងនេះលេខកូដតំបន់បងប្អូនអរគ្នាដាក់លេខកូដហើយយើងចុចនេះទៀតកន្លែងនេះវាឲ្យយើង save location មិញយើងដាក់ទីតាំងនៅបាងកក location នៅបាងកកឲ្យអស់ហើយដាក់លេខកូដនៅបាងកកអស់ហើយអញ្ចឹងក្នុង location ហ្នឹងវាទាមទារឲ្យយើង save location ឲ្យចំនៅបាងកកអញ្ចឹងបងប្អូនឥឡូវយើងគិតថាចំហើយយើងចុច save មកយើងសូមឲ្យចំបាងកកអញ្ចឹងយើងចុច save ឥឡូវយើងបានរួចជាស្រេចអញ្ចឹងបងប្អូនចុចសញ្ញាព្រួយខាងលើហ្នឹងចុចថយរហូតមក
ចុចថយរហូតមកអត់អីទេបងប្អូនមិនបាច់ខ្លាចបាត់ទេតែយើង save ហើយហើយពេលបងប្អូនចុចចឹងហើយបងប្អូនsave ចុច save ឡើងហ្នឹងយើងដាក់ location ដាក់នៅបាងកកទៀតបងប្អូននេះនិយាយទៅរាល់ក្នុងកំណត់ទាំងអស់ហ្នឹងមិនថា location មិនថាទីតាំងបងប្អូនដាក់នៅបាងកកទាំងអស់បងប្អូនមើលអត់ទាន់ទេបងប្អូនអាចសារដើមមើលភាសាទៀតបានចឹងបងប្អូននេះបងប្អូនសេមក BANG ហ្នឹងចេញមកបាងកកហើយបងប្អូនមិនបាច់ចុចអីច្រើនទេគ្រាន់តែចុចមកតែប៉ុណ្្នឹងមកយើងចុចឲ្យវាចូលអញ្ចឹងណាធ្វើម៉េចឲ្យវាចេញបាងកកអញ្ចឹងហើយយើងចូលមើលក៏វាចាប់ទីតាំងឲ្យដែរតមកកន្លែងនេះយើង search ទៀត search បាងកកហ្នឹងទៀតឃើញវាជាប់បងប្អូននេះអញ្ចឹងយើង save ចុច save មួយទៀតមកយើងជាប់ location មួយទៀតឃើញអត់នេះ Gmail លេខទូរស័ព្ទមិនដាក់ឲ្យបានដែរហើយយើងអូមើលទៀតទៅកន្លែងនេះយើងដាក់ location យើងដាក់នៅបាងកកទៀតមកអូ search ទៅដាក់នៅបាងកកនៅប្រទេសថៃទាំងអស់ហើយ save ទៀតមកហើយនេះយើង save ទៀតទៅតាមមកឡើយនោះយើងដាក់ location នៅបាងកកទៀតយើងចុចឡើងហ្នឹងមកយើងទៅហៅបាងកកទៀតយើងបាយដល់ស B អីហ្នឹងមកចេញបាងកកប្រទេសថៃហើយតែមកយើង save ទៀតចឹងមកខ្ញុំនិយាយថា page វិសុវការទេបងប្អូនតែយ៉ាប់បំផុតគឺរៀបចំ page ហ្នឹងតែម្ដងហើយឡើងសញ្ញាដុល្លារហ្នឹងបងប្អូនចុចមកបងប្អូនជួយយកទី2រូបដុល្លារ2ជាប់គ្នានេះអាហ្នឹងគេហៅថាការវាតម្លៃ page របស់យើងអញ្ចឹងខ្ញុំដាក់វាតម្លៃទៅ2ទេបងប្អូនដុល្លារ2ទេកន្លែងនេះយើងដាក់on បើក24ម៉ោងអញ្ចឹងណាបងប្អូនឲ្យគេដឹងថា page យើងលេង24ម៉ោងកន្លែងនេះវាជាប់អស់បងប្អូននេះជាប់នៅប្រទេសថៃអស់ហើយ location នៅនឹងទីតាំងអីជាប់នៅបាងកកប្រទេសថៃអស់ហើយអញ្ចឹងយើងមើលចន្លោះកន្លែងណាយើងពេញកន្លែងហ្នឹងទៀតហើយបងប្អូនមើលអត់ទាន់អីបងប្អូនអាចមើលភាសាទៀតបានអញ្ចឹងបងប្អូនឥឡូវយើងបាន page standard មួយហើយឥឡូវខ្ញុំទៅឆែកមើលភាសាទៀតខ្លាចវាខ្វះខាតអីឡើយណាអញ្ចឹងបងពួកអីហ្នឹងអត់អាចលេងសើចបានទេខ្ញុំបង្កើតហើយយើងរៀបចំអត់ត្រូវគាត់មានអ្នកមើលដែរតែឥឡូវខ្ញុំទៅប្រាប់ពីរបៀបចូលផុសអញ្ចឹងណាចុចលេខហ្នឹងមកហើយបងប្អូនចង់ផុសវីដេអូវិញណាបងប្អូនចុចមកវាលោតមកអញ្ចឹងតែខ្ញុំអត់ផុសទេតែគាត់ខ្ញុំប្រាប់ពីរបៀបផុសខ្ញុំធ្វើអញ្ចឹងរាល់ការផុសរបស់ខ្ញុំចូលធ្វើអញ្ចឹងទាំងអស់ហើយបងប្អូនចំណងជើងបងប្អូន copy ទាំងលើទាំងក្រោមហើយវីដេអូក្រោយខ្ញុំនឹងប្រាប់របៀបដាក់ទីតាំងនៅណាផុសហើយយើងដាក់ទីតាំងនៅណាយើងយក Facebook អីធ្វើអូស page ហ្នឹងគេហៅរបៀបយក page ធំអូស page តូចហ្នឹងបងប្អូនហើយវីដេអូក្រោយខ្ញុំនឹងប្រាប់បងប្អូនឲ្យចេះធ្វើកន្លែងហ្នឹងទៀតអញ្ចឹងវីដេអូ page នេះខ្ញុំមិនទាន់ផុសទេដោយសារថាខ្ញុំអត់ទាន់មានវីដេអូទៅផុសចូល page ហ្នឹងអញ្ចឹងណាចាំខ្ញុំចេញមកវិញ